Super The Seven Habits of Highly Effective People ដែលសរសេរដោយ Stephen R. Covey គឺជាសៀវភៅអភិវឌ្ឍខ្លួនឯងដែលមានឥទ្ធិពលខ្លាំងបំផុតមួយលើពិភពលោកវាមិនត្រឹមតែបង្រៀនបច្ចេកទេសក្នុងការងារប៉ុណ្ណោះទេប៉ុន្តែផ្ដោតលើ character ឬគុណលក្ខណៈខាងក្នុងដែលធ្វើឲ្យមនុស្សមានប្រសិទ្ធភាពយូរអង្វែងសៀវភៅនេះបែងចែកជា7ទីទម្លាប់ habits ដែលជាគន្លឹះនៃភាពជោគជ័យក្នុងជីវិតនិងការងារទម្លាប់ទី1 be proactive ធ្វើជាមនុស្សសកម្មមិនរង់ចាំCoveyប្រាប់ថាមនុស្សមានប្រសិទ្ធភាពមិនបន្ទោសបរិយាកាសឬមនុស្សជុំវិញទេពួកគេចាប់ផ្ដើមពីជំរើសរបស់ខ្លួនគំនិតសំខាន់យើងមិនអាចគ្រប់គ្រងអ្វីៗបានទេប៉ុន្តែយើងអាចគ្រប់គ្រងប្រតិកម្មរបស់យើងបានឧទាហរណ៍បើអតិថិជនមិនពេញចិត្តសេវាកម្មមនុស្ស reactive និយាយថាព្រោះក្រុមការងារខ្ញុំមិនល្អមនុស្ស proactive និយាយថាខ្ញុំត្រូវកែលម្អប្រព័ន្ធនិងបណ្ដុះបណ្ដាលបន្ថែមទម្លាប់ទី2 begin with the end in mind ចាប់ផ្ដើមដោយដឹងច្បាស់ទីគោលដៅចុងក្រោយមុនធ្វើអ្វីមួយត្រូវដឹងថាខ្ញុំចង់ទៅណាគំនិតសំខាន់មាន vision និង mission ផ្ទាល់ខ្លួនឧទាហរណ៍បើអ្នកចង់អភិវឌ្ឍក្រុមហ៊ុន HR Tech ឲ្យធំត្រូវសរសេរច្បាស់ថា5ឆ្នាំក្រោយអ្នកចង់មានអតិថិជនប៉ុន្មានចង់ក្លាយជាអ្នកដឹកនាំទីផ្សារឬទេបើគ្មានទិសដៅការខិតខំប្រឹងប្រែងអាចខ្ចាយថាមពលទម្លាប់ទី3 put first things first ដាក់អ្វីសំខាន់ជាមុនការគ្រប់គ្រងពេលវេលាមិនមែនធ្វើអ្វីច្រើនជាងគេទេប៉ុន្តែធ្វើអ្វីសំខាន់ជាងគេCoveyបែងចែកការងារជា4ប្រភេទ urgent not urgent important not important ឧទាហរណ៍ឆ្លើយអ៊ីមែលតូចៗអាចជាការងារបន្ទាន់តែមិនសំខាន់រៀបចំយុទ្ធសាស្ត្រអភិវឌ្ឍផលិតផលមិនបន្ទាន់ប៉ុន្តែសំខាន់ខ្លាំងមនុស្សមានប្រសិទ្ធភាពចំណាយពេលលើអ្វីសំខាន់មិនបន្ទាន់ការអភិវឌ្ឍខ្លួនផែនការទំនាក់ទំនងទម្លាប់ទី4 think win-win គិតឲ្យឈ្នះទាំងពីរជោគជ័យពិតប្រាកដមិនមែនឈ្នះតែម្នាក់ទេប៉ុន្តែឈ្នះទាំងពីរឧទាហរណ៍ពេលចរចាជាមួយដៃគូមិនត្រូវគិតថាខ្ញុំចង់បានអត្ថប្រយោជន៍អតិបរមាត្រូវគិតថាយើងទាំងពីរអាចទទួលបានអ្វីវាជាមូលដ្ឋាននៃទំនាក់ទំនងយូរអង្វែងទម្លាប់ទី5 seek first to understand then to be understood ស្ដាប់ឲ្យយល់មុននិយាយឲ្យគេយល់ក្រោយមនុស្សភាគច្រើនស្ដាប់ដើម្បីឆ្លើយតបមនុស្សមានប្រសិទ្ធភាពស្ដាប់ដើម្បីយល់ពិតប្រាកដឧទាហរណ៍បុគ្គលិកម្នាក់មិនពេញចិត្តគង់ឆ្លើយភ្លាមៗសួរថាអ្វីដែលបង្កបញ្ហាឲ្យអ្នកការស្ដាប់ដោយចិត្តស្មោះបង្កើតទំនុកចិត្តខ្លាំងទម្លាប់ទី6 synergize សហការដើម្បីបង្កើតអ្វីល្អជាងមុន synergy មានន័យថា1 + 1 ធំជាង2ពេលមនុស្សមានមតិយោបល់ខុសគ្នាមិនមែនជាបញ្ហាទេប៉ុន្តែជាឱកាសបង្កើតគំនិតថ្មីឧទាហរណ៍អ្នកបច្ចេកទេសបូកអ្នកលក់ទៅបានអ្នកបច្ចេកទេសដឹងពីផលិតផលអ្នកលក់ដឹងពីតម្រូវការអតិថិជនបើធ្វើការជាក្រុមល្អនឹងបង្កើតផលិតផលសមរម្យជាងមុនទម្លាប់ទី7 sharpen the saw ធ្វើឲ្យខ្លួនឯងប្រសើរឡើងជានិច្ចCoveyប្រៀបធៀបថាបើអ្នកកាប់ឈើជារៀងរាល់ថ្ងៃតែមិនមានពេលមុតកំពិតអ្នកនឹងនឿយហត់ការអភិវឌ្ឍត្រូវមាន4ផ្នែករាងកាយ exercise សុខភាពបញ្ញាអានសៀវភៅរៀនជំនាញថ្មីអារម្មណ៍សង្គមទំនាក់ទំនងល្អវិញ្ញាណគោលការណ៍តម្លៃជីវិតសារសំខាន់សរុប Seven Habits មិនមែនជាបច្ចេកទេសឃ្លីៗទេប៉ុន្តែជាការផ្លាស់ប្ដូរពី dependence ពឹងអ្នកដទៃទៅ independence ឯករាជ្យទៅ interdependence សហការយ៉ាងមានប្រសិទ្ធភាពបើអ្នកអនុវត្ត3ទម្លាប់ទាំងដំបូងអ្នកនឹងគ្រប់គ្រងខ្លួនឯងបានល្អបើអ្នកអនុវត្ត3ទម្លាប់បន្ទាប់អ្នកនឹងគ្រប់គ្រងទំនាក់ទំនងបានល្អហើយទម្លាប់ទី7ជួយឲ្យអ្នករីកចម្រើនជាបន្តបន្ទាប់